និទានកាលពីព្រេងនាយក្នុងប្រទេសមួយមានបុត្រីស្ដេច3អង្គក្នុងចំណោមនោះបុត្រីទី3ចូលចិត្តស្ដាប់រឿងនិទានណាស់ហើយចូលចិត្តក្លែងខ្លួននឹងចេញពីរាជវាំងទៅខាងក្រៅហើយបានឮរឿងនិទានជាច្រើនតែមនុស្សម្នានិយាយបុត្រីស្ដេចទី3ក្រោយពីស្ដាប់រឿងនិទានដែលគេនិយាយហើយនៅក្នុងផ្ទះសំណាក់បុត្រីស្ដេចបានសរសេរទុកក្នុងក្រដាសនៅរឿងនិទានដែលគេបាននិយាយនៅក្នុងហោប៉ៅរឿងនិទានមានរឿងល្អៗយ៉ាងច្រើនតែបានកត់ទុកក្នុងក្រដាសប៉ុន្មានឆ្នាំកន្លងផុតទៅបុត្រីស្ដេចមានអាយុ15ឆ្នាំថ្ងៃមួយស្ដេចបានហៅបុត្រីមករួចនិយាយថាប្រទេសកំពុងតែវឹកវរចូលកូនឯងរៀបការឲ្យលឿនទៅជួនជាពេលនោះស្ដេចនិងស្ដេចស្រីបានរកឃើញសុភាពបុរសតែស័ក្តិសមនឹងបុត្រីក៏សប្បាយចិត្តហើយបានរៀបចំថ្ងៃរៀបអភិសេកដ៏សំខាន់ក្នុងជីវិតការរៀបអភិសេករបស់បុត្រីស្ដេចត្រូវបានរៀបចំយ៉ាងមមាញឹកពេញទូទាំងប្រទេសបុត្រីស្ដេចទី1និងទី2ក៏ជួយរត់ទៅទីនេះផងទៅនោះផងដើម្បីរៀបចំពិធីរៀបអភិសេករបស់ប្អូនស្រីជាទីស្រឡាញ់បុត្រីទី2កំពុងមើលរូបរាងបុត្រីទី3តែនឹងក្លាយជាប្រពន្ធថ្មីថ្មោងស្រាប់តែលើសំឡេងសេះហេហេចេញពីក្នុងជញ្ជាំងបុត្រីទី2ឈប់ដង្ហើមហើយដាក់ត្រចៀកទៅជញ្ជាំងរួចស្រាប់តែអូយធុញណាស់រឿងនិទានតតែដើរទៅនិយាយឲ្យគេស្ដាប់បានគេហៅថាជារឿងនិទានយកពួកយើងមកចងទុកបែបនេះពិតជាបុត្រីដែលមានចិត្តលោភលន់មែនដោយសារតែបុត្រីនេះពួកយើងប្រហែលជាត្រូវស្លាប់ហើយយើងនឹងធ្វើបាបឲ្យខ្លាំងម្ដងមើលប្រសិនបើនាងចាក់ចេញពីបន្ទប់នេះទៅពួកយើងនឹងត្រូវជាប់នៅក្នុងនេះជារៀងរហូតពេលបុត្រីទី3ដើរកាត់ស្រះទឹកខ្ញុំនឹងច្រានឲ្យធ្លាក់ទឹកឲ្យស្លាប់ពេលបុត្រីទី3ដើរកាត់សួនក្រោយរាជវាំងខ្ញុំនឹងក្លាយជាសត្វល្អិតមានពិសតិចឲ្យស្លាប់បើធ្វើអញ្ចឹងហើយមិនស្លាប់ទៀតខ្ញុំនឹងលាក់ខ្លួននៅក្នុងបន្ទប់កូនក្រមុំហើយទម្លាក់ថូផ្កាពីលើមកឲ្យស្លាប់បុត្រីទី2មានការភ័យខ្លាចឡើងព្រឺសម្បុរពេលបានឮសម្ដីគួរឲ្យខ្លាចទាំងនោះពេលបុត្រីទី2កំពុងរៀបចំពិធីរៀបអភិសេកស្រាប់តែមានសត្វក្អែកយាមផ្ទះមួយក្បាលបានហើរមកបុត្រីទី2បានបោះចំណីឲ្យសត្វក្អែកនោះរួចនិយាយថាឯងគឺជាសត្វក្អែកយាមផ្ទះរបស់យើងឯងស៊ីចំណីនេះរួចចូលឯងជួយការពារប្អូនស្រីយើងផងសត្វក្អែកស៊ីចំណីហើយងក់ក្បាលយល់ព្រមទីបំផុតពេលវេលារៀបអភិសេកបានមកដល់មនុស្សនៅក្នុងរាជវាំងគឺមមាញឹកខ្លាំងណាស់ពេលបុត្រីទី2ដឹកដៃបុត្រីទី3ដែលជាកូនក្រមុំចេញពីបន្ទប់មកក៏បានឃើញស្រះទឹកនៅពីមុខក្រោយពេលបញ្ចប់ពិធីរៀបការបុត្រីទី3ចង់ទៅមើលស្រះទឹកម្ដងទៀតជាលើកចុងក្រោយប៉ុន្តែបុត្រីទី2ស្រាប់តែមកបាំងពីមុខហើយឲ្យត្រឡប់មកវិញមិនឲ្យចូលទៅជិតស្រះទឹកពេលដើរកាត់សួនក្រៅរាជវាំងម្ចាស់បងសត្វល្អិតនោះចម្លែកម្លេះខ្ញុំចង់ទៅមើលវាឲ្យជិតបន្តិចពេលកំពុងដើរទៅជិតបុត្រីទី2មិនឲ្យបុត្រីទី3ទៅជិតទេហើយក៏ដេញសត្វល្អិតនោះបាត់ទៅបុត្រីទី3មានការអរអន់ស្រពន់ចិត្តជាមួយបុត្រីទី2យ៉ាងខ្លាំងពិធីរៀបអភិសេកបានបញ្ចប់នៅពេលល្ងាចពេលយប់ក៏ចូលមកដល់ទោះបីជាកូនកំលោះកូនក្រមុំចូលទៅក្នុងបន្ទប់ក៏ដោយក៏បុត្រីទី2និងសត្វក្អែកនៅតែមិនព្រមចាកចេញពីមុខបន្ទប់ឡើយស្ដេចនិងស្ដេចស្រីព្រមទាំងសេនាប្រាប់ឲ្យបុត្រីទី2ត្រឡប់ទៅបន្ទប់វិញស្ដីឲ្យផងលួងផងបង្ខំផងក៏នៅតែមិនព្រមត្រឡប់ទៅដែរបុត្រីទី2ដែលកំពុងគេងលង់លក់នៅមុខបន្ទប់របស់កូនកំលោះកូនក្រមុំបានភ្ញាក់ដោយសារតែឮសំឡេងក្រេតក្រោតនិងរំជើយក៏ស្ទុះក្រោកទៅបើកទ្វារបន្ទប់កូនកំលោះកូនក្រមុំអូមិនក៏ថូផ្កានៅលើរំជើយខ្លាំងយ៉ាងនេះបុត្រីទី2ឈរជ្រុំជើងក្អែកអើយចូលឯងជួយម្ចាស់ប្អូនយើងផងបុត្រីទី2បានបង្ហើរសត្វក្អែកដែលនៅលើស្មារួចនិយាយជប់ដ៏គួរឲ្យខ្លាចបានឆ្លងផុតទៅព្រឹកព្រលឹមបានមកដល់ពួកទាសីមានអារម្មណ៍ចម្លែកនិងឆ្ងល់ដោយសារឃើញសុទ្ធតែធូលីក្នុងបន្ទប់កូនកំលោះកូនក្រមុំ
ដល់ពេលនោះទើបបុត្រីទី2និយាយរៀបរាប់ពីដំណើររឿងគ្រប់យ៉ាងបុត្រីទី3បានហូរទឹកភ្នែកនិងអរគុណចំពោះទង្វើរបស់ម្ចាស់បងដែលបានធ្វើដើម្បីខ្លួនស្ដេចនិងស្ដេចស្រីសប្បាយចិត្តយ៉ាងខ្លាំងពេលឃើញចំណងទឹកចិត្តដ៏ជ្រាលជ្រៅរបស់បុត្រីទាំង3ចាប់ពីពេលនោះមកបុត្រីទី2បានទទួលហៅប៉ៅរឿងនិទានរបស់បុត្រីទី3ហើយបានក្លែងខ្លួនចេញទៅក្រៅរាជវាំងជារឿយៗក៏ប៉ុន្តែស្ដាប់ហើយគឺមិនទុកក្នុងហៅប៉ៅរឿងទៀតទេពេលនេះរឿងនិទាននៅក្នុងហៅប៉ៅត្រូវបាននិយាយឲ្យពួកអ្នកដំណើរស្ដាប់និងរស់នៅប្រកបដោយសុភមង្គលរហូតទៅ